ជំរាបសួរចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដល់ពេលដែលខ្ញុំត្រូវមកបង្ហាញអំពីរបៀបធ្វើដុំតឡាយឲ្យខ្លាយទៅជាទឹកតឡាយដែលមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់បងប្អូនពិសាបើកលាំងជំនួយកលាំងឲ្យត្រជាក់ក្នុងហើយបងប្អូនអាចយកទៅធ្វើលក់ក៏បានធ្វើញ៉ាំក៏បានណាបងប្អូនទាំងអស់គ្នារបៀបធ្វើដុំតឡាយនេះគឺងាយស្រួលដូចបកចេកអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែដាំទឹកមានលឹកតើយើងដាក់លឹកតើចូលដើម្បីបន្ថែមក្លិនឈ្ងុយបងប្អូនធ្វើការកាត់ដុំតឡាយធ្វើតិចធ្វើច្រើនទៅតាមតម្រូវការសម្រាប់ខ្ញុំធ្វើថ្ងៃនេះខ្ញុំធ្វើបែបរូបមន្តទី1ដែលធ្វើឲ្យខ្ញុំអត់បន្ថែមទឹកកកពីលើអញ្ចឹងខ្ញុំយករសជាតិមកផ្អែមល្មមដែលយើងអត់ចាំបាច់ថែមទឹកកកពីលើអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុងដុំតឡាយបាត់ថងនេះគឺវាមានដល់ទៅ4ដុំតូចបែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ធ្វើម្ដងទាំងអស់បងប្អូនដាក់ទាំងអស់ចូលទៅមិនបាច់កាត់ទេតែបើបងប្អូនចង់ធ្វើម្ដងតិចតិចដូចខ្ញុំបងប្អូនទាំងអស់គ្នាកាត់បំបីវាជាដុំតូចតូចបែបនេះអញ្ចឹងខ្ញុំដាំទឹកចំនួន2លីត្រទឹករៀងពុះខ្ញុំដាក់លឹកតើចូលបន្ទាប់ពីទឹកពុះល្អហើយខ្ញុំដាក់ជាមួយនឹងដុំតឡាយចូលមួយដុំសម្រាប់ទឹក2លីត្រនេះគឺយើងធ្វើរូបមន្តបែបអត់ថែមទឹកកកអញ្ចឹងវាផ្អែមឡំមកល្មមសម្រាប់យើងលើកអកញ៉ាំបានតែម្ដងដោយអត់ផ្អែមពេកអញ្ចឹងយើងគ្រាន់តែទឹកពុះហើយយើងដាក់វាចូលដាំវារហូតដល់រលាយល្អអញ្ចឹងណាដល់វារលាយអស់ល្អបងប្អូនបើកភ្លើងរឹមអញ្ចឹងទៅវារលាយអស់ល្អហើយយើងបិទហ្គាសរួចជាការស្រេចតែម្ដងអត់មានអីពិបាកទេហើយរូបមន្តមួយទៀតបើសិនជាបងប្អូនចង់ធ្វើបែបរៀងផ្អែមហើយបងប្អូនបន្ថែមទឹកកកពីលើអាហ្នឹងក្នុងដុំតឡាយមួយដុំតូចបងប្អូនដាក់ទឹកបាន1លីត្រកន្លះអញ្ចឹងក្នុងមួយកញ្ចប់ហ្នឹងបងប្អូនដាក់ទឹកត្រឹម6លីត្រណាអាហ្នឹងបើបងប្អូនចង់ធ្វើលក់បែបបន្ថែមទឹកកកម្ដងមួយកែវអីអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងគ្រាន់តែដាំឲ្យពុះរលាយអស់ទៅទុកឲ្យត្រជាក់ជាការស្រេចហើយបងប្អូនអាចយកទៅច្រកចូលដបឬក៏យកទៅដួសដាក់កែវដាក់តកអីលក់ទៅតាមតម្រូវការឬក៏ញ៉ាំទៅតាមតម្រូវការខ្ញុំធ្វើនេះខ្ញុំដាក់ទឹក2លីត្រនៅក្នុងមួយដុំតូចអញ្ចឹងបើសិនជាខ្ញុំធ្វើអស់ម្ដងមួយកញ្ចប់ដែលមាន4ដុំតូចហ្នឹងគឺខ្ញុំត្រូវដាក់ទឹកដល់ទៅ8លីត្រនៅក្នុងមួយកញ្ចប់ហ្នឹងបងប្អូនដាក់ទឹកដល់8លីត្រគឺធ្វើបានច្រើនខ្លាំងមែនទែនអញ្ចឹងបងប្អូនយកទៅធ្វើលក់មក10 1000 1500 2000អីគឺចំណេញខ្លាំងមែនទែនណាសបក10សបកអីក៏ខាងខ្ញុំមានលក់សបក10ដូចបងប្អូនកំពុងតែឃើញខ្ញុំច្រកនេះគឺបងប្អូនត្រូវការកំងអីបងប្អូនអាចកំងបានចង់យកទៅទុកច្រកឲ្យកូនញ៉ាំខ្លះសេនៅផ្ទះល្អជាជាងពួកគាត់ញ៉ាំគ្រឿងកំប៉ុងជាតិមេស្ករជាតិអីផ្សេងៗបងប្អូនទាំងអស់គ្នាអានេះទៅជាក់ក្នុងជំនួយកលាំងជំនួយសុខភាពដែរបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាដែលត្រូវការកំងជាមួយនឹងគ្រឿងផ្សំគឺបងប្អូនអាចតាក់ទងមកបានដុំតឡាយនេះធានាឲ្យតែធ្វើស្រួលដូចបកចេកអញ្ចឹងពួកក្នុងហ្នឹងគេមានស្ករអំពៅស្ករអីនៅក្នុងហ្នឹងមកកាផ្លេសាច់បងប្អូនយកទៅគ្រាន់តែដាំទឹកឲ្យពុះដាក់វាចូលឲ្យរលាយច្រកដបឬក៏ដាក់កែវដាក់តកអីញ៉ាំទៅតាមតម្រូវការអត់បាច់បន្ថែមស្ករបន្ថែមអីនាំតែញ៉ៃញ៉ៃទៀតទេអញ្ចឹងសម្រាប់វីដេអូនៃការបង្ហាញរបៀបធ្វើដុំតឡាយរបស់យើងគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាត្រូវការកំងអីបងប្អូនអាចឆាតចូល page របស់ខ្ញុំបានត្រូវការសបកដបឬគ្រឿងប្រើជាកម្មអីផ្សេងៗបងប្អូនអាចឆាតចូលក្នុង page របស់ខ្ញុំបានអរគុណមួយជួយខ្ញុំថាមានអីលក់ខ្លះបងទាំងអស់គ្នាឥឡូវមានផលិតផលថ្មីណាជាប្រភេទដុំធ្វើទឹកកន្លែងបងទាំងអស់គ្នាមកដុំនេះវាមាន4ដុំតូចនៅក្នុងនឹងទៀតណាបងទាំងអស់គ្នាយកទៅធ្វើខ្ញុំមានប្រាប់របៀបធ្វើជូនណាហើយមកដុំនេះតា2រៀលកន្លះបងយកទៅស្ងោរលក់ចំណេញច្រើនណាមួយអត់តែទៅសួររកបងទាំងអស់គ្នាខ្ញុំយកមកលក់តាមសំណុំពោហើយដោយសារគាត់ទិញគ្រឿងប្រើជាតិកម្មទិញសបកដបអីខាងខ្ញុំអញ្ចឹងទៅគាត់អត់ចង់ទៅទិញអាពួកនេះនៅកន្លែងផ្សេងទៀតនាំបាយអស់សេវាដឹកអស់អីញ៉ៃញ៉ៃអញ្ចឹងណាអញ្ចឹងខ្ញុំយកមកលក់តាមសំណុំពោបងដែលត្រូវការកំងដុំតឡាយយកស្ងោរទឹកតឡាយលក់អីបងអាចតាក់ទងមកបាន